mấy hắn đã tay tạ krom AKB sai mấy ban cao sọ tờ tua cầm hốt pro tại luôn nắng miên tầm nẹt tầm nông chỉ mùi nẹt com trò có bàn tay krom hôn nơi tay bình chọc cách xăm mà giá chỉ mùi niềng rương ní cầm pông tại khai chia và thiên bọt về nhẹ dạng đau nơi không bị phốp ai đó và tây Japan hay nâng tu trang bị phốp lô ấy kê cầm pông ngò ta hà bia đắp mới tới hạt đôi chia bia xã hao prey sai bò sân chia nơi và tây khai hay ấy có krom hôn nâng đã cầm niệm ao đà ra nấu cào bằng quạt nâng trơ tại cao sọ từ tua cầm hòn trắng còn bàn tay bò sầm đạp nấu bát Japan cứ vi chỉ riêng đại trầm trừ mùi chấm nuôn tay có mùi chấm nuôn tối cứ cứ thao vi chỉ riêng mình trầm trừ lớn đến nhom mà an po miền chu nè tầng o khía năng ngày ca bị ngày ti mà phay bay mi tận na năm pi po mà phay của muối krom hôn AKB sai from bay ban mình chọc cách son giá chỉ muối mây han đã đòi ลิก lang thà niên ban rầm lô bồng piên bọt bạch nhạt rồi bọt krom rùm tèng miên tụm nẹt tụm nong ai cái chốn chỉ muối nè nẹt con tró nâng vị này xem ban này thà mây han đã nâng cứ quạt sang gầm ho thưa ở krom hôn chữ ba đi thà màu dư phong hay thưa kho vị này krom bần to bị ca bạc ca ní han đã ban bằng hai video muối đại thưa oi mà nó chỉ tràn miên ca nhẹ phá cứ niên ban cao sọ nâng dung sông tốt đôi tờ tua score cầm hot bật chia ban chuột chỉ môi nẹt com trố nâng căn đay khnia mền tu chiaอย่างណាហានដៈក៏បានអះអាងថានាងត្រូវបានអ្នកគ្រប់គ្រងលើកឡើងករណីរបស់មីណាមីមីនីហ្គេស៊ីកាលពីឆ្នាំ2013មកជាឧទាហរណ៍ហើយនាងមានអារម្មណ៍ថាការកោរសក់គឺជាវិធីបង្ហាញភាពស្មោះត្រង់ចំពោះអ្នកគ្រប់គ្រងបានន័យថាក្រុមហ៊ុនគឺនិយាយរបៀបស្ដាប់មើលទៅដូចជាកលិចកលុចអត់ឲ្យម្នាក់មេហានដៈហ្នឹងគឺកោសក់ទេតែគាត់បានលើកយកហេតុផលថាអូកាលពីឆ្នាំ2013ហ្នឹងសមាជិកក្នុងក្រុមហ៊ុនយើងហ្នឹងគាត់ធ្លាប់បានកោសក់សម្ដែងការសុំទោសដែរអញ្ចឹងអ្នកទាំងអស់គ្នាស្ដាប់ពាក្យហ្នឹងគិតថាមិនដែរគឺគេអត់បានបខំយើងឲ្យកោសក់គេគ្រាន់តែនិយាយបញ្យោលទេអញ្ចឹងយើងគិតខ្លួនឯងហើយប៉ុន្តែភាគីក្រុមហ៊ុន DH ដែលគ្រប់គ្រង AKB 48បានបដិសេធភ្លាមដោយបញ្ជាក់ថាពួកគេមិនបានបង្ខំឲ្យហានដៈកោសក់ហើយថាការកោសក់នេះគឺជាការសម្រេចចិត្តរបស់នាងទាល់អូនេះរឿងនេះគឺមានអារម្មណ៍ថាសាហាវមែនតែនគឺបានន័យថាបង្ខំឲ្យគេបញ្ជាឲ្យគេកោសក់ដល់ប្រយោលហើយបែរគេកោសក់ទៅគឺក្រុមហ៊ុនអត់ទទួលស្គាល់ដោយសារវាបានធ្វើឲ្យមនុស្សមួយចំនួននឹកឃើញករណីមីណាមីមីនីកាសេក្នុងឆ្នាំ2013ដែលបានកោសក់សុំទោសបន្ទាប់ពីព័ត៌មានអំពីឯកជនរបស់នាងករណីនេះបានបង្កឡើងមានការរិះគន់យ៉ាងខ្លាំងលើវប្បធម៌អាយដលរហូតមកមិនទាន់មានផុសតាងឯករាជ្យមួយណាបញ្ជាក់ថាមីហានដៈត្រូវបានគេបង្ខំឲ្យកោសក់ពិតប្រាកដឬក៏នាងហ្នឹងគឺកោសក់ខ្លួនឯងទេព្រោះឯក្រុមហ៊ុនគេបានថាគេអត់បានបង្ខំឲ្យមីហានដៈហ្នឹងកោសក់ទេហើយមានមីហានដៈហ្នឹងក៏បាននិយាយថាក្រុមហ៊ុនហ្នឹងលើកឧទាហរណ៍តារាចម្រៀងម្នាក់ហ្នឹងហើយដែលកាលមុនហ្នឹងគាត់ល្បីក្នុងឆ្នាំ2012-2013តែ2013ហ្នឹងគាត់មានរឿងថាគាត់បាននៅជាមួយបរិសម្នាក់អញ្ចឹងទៅគាត់ក៏បានកោសក់សុំទោសគាត់ក៏បានកោសក់សុំទោសហ្វេនហើយក៏មកដល់ពេលនេះក៏ក្រុមហ៊ុនហ្នឹងបានលើករឿងហ្នឹងជាឧទាហរណ៍ប្រាប់ទៅដល់អញ្ចឹងអ្នកទាំងអស់គ្នាអាចមានព័ត៌មានបន្ថែមពាក់ព័ន្ធនឹងរឿងនេះអត់ហើយកុំភ្លេចជួយ like subscribe និង share ម្នាក់មួយផង